Hello អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងកំប្លែងសោកជុកពួរចំណងជើងថាគីរីនិងលោកតាសត្វទីទុយ Kiri and the Wise Owl តួអង្គសំខាន់ក្នុងរឿងនេះមានដូចជាគីរីដើរតួជាក្មេងប្រុសតស៊ូក្មេងប្រុសដែលមានចិត្តល្អនិងមានបំណងចង់ចេះដឹងប៉ុន្តែតែងតែបាក់ទឹកចិត្តពេលជួបបញ្ហាលំបាកលោកតាទីទុយដើរតួជាលោកតាប្រាជ្ញាបាក់សីចំណាស់ដែលមានប្រាជ្ញាជ្រៅជ្រះរស់នៅក្នុងព្រៃមុនអាគមជាអ្នកផ្ដល់ដំបូងនាន់ដល់សត្វលោកសារិកាដើរតួជាមិត្តភក្តិល្អមិត្តសម្លាញ់របស់គីរីជាសត្វបាក់សីដែលមានភាពរហ័សរហួននិងតែងតែផ្ដល់កម្លាំងចិត្តដល់មិត្តត្រៀមក្រពះសោយទាំងអស់គ្នា Let's go នៅភូមិតូចមួយក្បែរជើងភ្នំមានក្មេងប្រុសម្នាក់ឈ្មោះថាគីរីគេជាក្មេងដែលរស់រាយរាក់ទាក់និងចូលចិត្តជួយយកអាសាអ្នកដទៃខ្លាំងណាស់ជារៀងរាល់ព្រឹកគីរីតែងតែដើរទៅសាលារៀនដោយស្នាមញញឹមថ្ងៃមួយគ្រូបានដាក់លំហាត់ពិបាកឲ្យគីរីធ្វើនៅផ្ទះគីរីព្យាយាមដោះស្រាយវាយ៉ាងខ្លាំងប៉ុន្តែនៅតែមិនយល់ទាល់តែសោកគេចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងមិនឆ្លាតដូចមិត្តភក្តិដទៃទៀតឡើយគីរីអង្គុយនៅតុរៀនទាំងទឹកភ្នែកហូរស្រក់មកលើសៀវភៅគេមានអារម្មណ៍អស់សង្ឃឹមនិងចង់បោះបង់ការសិក្សាចោលភ្លាមម្ដាយរបស់គេបានត្រឹមតែអង្អែលខ្នងផ្ដល់កម្លាំងចិត្តតិចប៉ុណ្ណោះដោយសារតែការតបប្រមូលខ្លាំងពេកគីរីក៏សម្រេចចិត្តដើរទៅកាន់ព្រៃក្បែរភូមិគេចង់ស្វែងរកភាពស្ងប់ស្ងាត់ដើម្បីឲ្យអារម្មណ៍ធូរស្រាលឡើងវិញនៅក្នុងព្រៃនោះមានដើមឈើធំនិងសំឡេងបាក់សីយំគួរឲ្យរំភើបខណៈពេលកំពុងដើរគីរីបានជួបនឹងសត្វសារិកាដ៏ស្រស់ស្អាតមួយក្បាលសារិកាសួរគីរីថាហេតុអ្វីបានជាគេមើលទៅស្រងូតស្រងាត់ម្ល៉េះគីរីក៏រៀបរាប់ពីការលំបាកក្នុងការរៀនសូត្ររបស់គេឲ្យមិត្តស្ដាប់សារិកាបានប្រាប់គីរីថាមានលោកតាទីទុយម្នាក់ដែលមានប្រាជ្ញាខ្លាំងណាស់លោកតារស់លើដើមឈើបុរាណមួយនៅកណ្ដាលព្រៃជ្រៅសារិកាបាននាំគីរីទៅជួបលោកតាដើម្បីសុំដំបូន្មានដោះស្រាយបញ្ហានៅពេលទៅដល់គីរីបានឃើញលោកតាទីទុយដែលកំពុងអង្គុយបិទភ្នែកយ៉ាងស្ងប់ស្ងាត់លោកតាមានរោមពណ៌ប្រផេះនិងភ្នែកធំដែលមើលទៅពោពេញដោយចំណេះដឹងគីរីបានសំពះជម្រាបសួរលោកតាដោយក្តីគោរពបំផុតលោកតាទីទុយបានញញឹមហើយសួរទៅគីរីអំពីមូលហេតុដែលគេមកទីនេះគីរីបានប្រាប់ថាគេមិនអាចដោះស្រាយយំហាត់បានហើយចង់ក្លាយជាមនុស្សឆ្លាតលោកតាទីទុយបានតបវិញថាភាពឆ្លាតវៃមិនមែនកើតឡើងដោយចៃដន្យទេលោកតាទីទុយបានប្រាប់ឯគីរីសម្លឹងមើលទៅដើមឈើធំមួយនៅខាងមុខលោកតាសួរថាហេតុអ្វីបានជាដើមឈើនោះអាចដួលបានខ្ពស់និងរឹងមាំខ្លាំងម្ល៉េះគីរីឈរគិតមួយសន្ទុះធំប៉ុន្តែរកចម្លើយមិនឃើញទាល់តែសោះលោកតាបញ្យល់ថាដើមឈើនោះត្រូវរងចាំរាប់សិបឆ្នាំនិងត្រូវហួងហែងដោយខ្យល់ព្យុះវាត្រូវចាក់ឫសឲ្យជ្រៅទៅក្នុងដីដើម្បីស្វែងរកប្រភពទឹកការតស៊ូរបស់វាធ្វើឲ្យវាអាចឈរជើងបានរឹងមាំរហូតមកដល់សព្វថ្ងៃបន្ទាប់មកលោកតាទីទុយបានឲ្យល្បែងផ្គុំរូបមើលដល់គីរីដើម្បីដោះស្រាយគីរីព្យាយាមផ្គុំវាជាច្រើនដងតែនៅតែមិនត្រូវតាមរូបរាងដើមឡើយគេចាប់ផ្ដើមខឹងនិងចង់បោះវាចោលទៅលើដីម្ដងទៀតលោកតាទីទុយបាននិយាយយ៉ាងសោទន់ថាចូលឯងសាកល្បងមើលវាពីជ្រុងផ្សេងទៀតមើលពេលខ្លះបញ្ហាមិនមែនពិបាកពេកទេគឺគ្រាន់តែយើងមើលវាតែមួយផ្នែកប៉ុណ្ណោះគីរីក៏ចាប់ផ្ដើមបង្វិលរូបនោះយឺតតាមដំបូន្មានលោកតាភ្លាមនោះ
គីរីក៏រកឃើញអត្ថកម្បាំងនៃល្បែងផ្គុំរូមនោះហើយផ្គុំវាបានជោគជ័យគេមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលបានសម្រេចការងារមួយនេះលោកតាទីទុយបានសរសើរគីរីចំពោះភាពអត់ធ្មត់និងការផ្លាស់ប្ដូរគំនិតមេរៀនបន្ទាប់គឺលោកតាឲ្យគីរីសង្កេតមើលសត្វស្រមោចដែលកំពុងជញ្ជូនចំណីទោះបីជាចំណីនោះធំជាងខ្លួនវាក៏ដោយក៏វាមិនដែលបោះបង់ចោលដែរពួកវាសហការគ្នានិងព្យាយាមម្ដងហើយម្ដងទៀតរហូតដល់សម្រេចគីរីចាប់ផ្ដើមយល់ថាការរៀនសូត្រក៏ដូចជាការធ្វើដំណើរឆ្ពោះទៅមុខដូច្នោះដែរបើជួបឧបសគ្គយើងត្រូវរកវិធីថ្មីៗដើម្បីជំនះវាឲ្យបានសម្រេចភាពតស៊ូគឺជាអាវុធដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូបក្នុងលោកតាទីទុយបានផ្ដល់សៀវភៅវេទមន្តមួយក្បាលដែលទទេស្អាតឲ្យទៅគីរីលោកតាប្រាប់ថាគីរីត្រូវសរសេរអ្វីដែលគីរៀនបានជារៀងរាល់ថ្ងៃចូលក្នុងនោះការកត់ត្រានិងការរំលឹកឡើងវិញនឹងជួយឲ្យខួរក្បាលចងចាំបានល្អគីរីបានអរគុណលោកតាទីទុយយ៉ាងជ្រាលជ្រៅចំពោះមេរៀនជីវិតដ៏មានតម្លៃនេះគេឡើងមានអារម្មណ៍ភ័យខ្លាចចំពោះលំហាត់ពិបាកទៀតហើយនៅពេលនេះគេត្រឡប់ទៅផ្ទះវិញដោយក្តីសង្ឃឹមនិងថាមពលពេញខ្លួនតែម្ដងនៅពេលទៅដល់ផ្ទះវិញគីរីបានយកលំហាត់ដែលធ្លាប់តែពិបាកនោះមកធ្វើម្ដងទៀតគេសាកល្បងអានវាឲ្យយឺតនិងគិតពីវិធីសាស្ត្រផ្សេងៗដែលលោកតាបានបង្រៀនទីបំផុតគីរីអាចដោះស្រាយលំហាត់ទាំងអស់បានយ៉ាងត្រឹមត្រូវបំផុតម្ដាយរបស់គីរីមានការភ្ញាក់អោលនិងសប្បាយចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូររបស់កូនគីរីបានក្លាយជាសិស្សម្នាក់ដែលពូកែជាងគេនៅក្នុងថ្នាក់ដោយសារតែការព្យាយាមគេតែងតែជួយបញ្យល់មិត្តភ័ក្តិដែលមិនយល់មេរៀនផងដែររឿងនេះបង្រៀនឲ្យដឹងថាគ្មានអ្វីដែលយើងធ្វើមិនបានទេឲ្យតែមានការព្យាយាមការតស៊ូមិនបោះបង់និងការចេះពិចារណាគ្រប់ជ្រុងជ្រោយគឺជាសរឆ្ពោះទៅរកជោគជ័យចូរចងចាំថាភាពអត់ធ្មត់មានផ្លែផ្កាផ្អែមល្ហែមជានិច្ចសម្រាប់អ្នកតស៊ូ